Mình bị xu mai bọn nó khi chậm đồ sập cầm cũng tớ rồi tụi lọt mà sai chỉ thay bọn nó nắng ngày bọn nó ngàyนี้ยังเรียนภาษาอังกฤษបន្តแต่ตรงจมูก simple sentence bọn nó for daily activity មានថាប្រយោគសាមញ្ញសម្រាប់សកម្មភាពប្រចាំថ្ងៃបងណាអូខេខ្ញុំ slide show តិចសិនអូខេអញ្ចឹង simple sentences for daily activity បានថាប្រយោគសាមញ្ញមួយចំនួនដែលយើងប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់យើងអញ្ចឹងណាបងដូចជា my headache didn't wear off during last night មានថាជំងឺឈឺក្បាលរបស់ខ្ញុំហ្នឹងណាបាទវាអត់ទាន់ធូរស្បើយទេតាំងពីយប់មិញបាទមានថាវាអត់ទាន់ធូរស្បើយតាំងពីយប់មិញឈឺរហូតបងណាឈឺរហូត she threw up after she ate this cake មានថានាងឬគាត់បានក្អួតចង្អោរនៅពេលដែលនាងបានញ៉ាំនំនេះណានំនេះអញ្ចឹងវា threw up មកពី throw up ណាមានថាក្អួតមកបងណាក្អួត she threw up after she ate this cake មានថានាងបានក្អួតចង្អោរបន្ទាប់ពីនាងបានញ៉ាំនំនេះណានំនេះនំ cake នេះទៅ he took some time off to go to the doctor មានថានាងបានឆ្លៀតឱកាសឬក៏ឆ្លៀតពេលទៅជួបលោកគ្រូពេទ្យអញ្ចឹងណាឬក៏លោកបញ្ជាបណ្ឌិតបាទមានថា took some time off មានថាបើសិនជាគាត់ធ្វើការងាររដ្ឋគាត់ដាក់ច្បាប់អញ្ចឹងទៅណាបើការងារឯកជនក៏ដាក់ច្បាប់ដែរអញ្ចឹងទៅណាមានថាគាត់ឆ្លៀតពេលយកទៅជួបវិជ្ជាបណ្ឌិតដើម្បីពិភាក្សាទៅលើសុខភាពរបស់គាត់តើយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាគេដំណើរឈាមឬក៏ស្ករអីចឹងវាឡើងឬខ្ពស់អញ្ចឹងទៅណាអូខេដើម្បីនិយាយរួមបណ្ឌិតសុខភាពបងប្អូនណា he's coming down with a cold he's coming down with a cold បានន័យថាគាត់ឆ្លងជំងឺនេះហើយឆ្លងជំងឺផ្ដាសាយហើយអញ្ចឹងណាឬក៏គាត់កើតជំងឺផ្ដាសាយហើយអញ្ចឹងណាមានន័យថាជំងឺផ្ដាសាយនេះបានចូលក្នុងខ្លួនគាត់70ឬ80%ហើយបងប្អូនណាកន្លែងហ្នឹង he's coming down with a cold I will go as soon as possible មានថាខ្ញុំនឹងទៅឲ្យបានលឿនឬក៏ឆាប់នេះហើយតាមតែអាចធ្វើទៅបានបងប្អូនណា I will go as soon as possible please speak slowly មានថាសូមនិយាយយឺតមក okay please speak slowly I remember it forever មានថាខ្ញុំនឹងចងចាំវាជារៀងរហូតបងប្អូនណានិយាយ I'll នេះយើងអាចស្មើនឹងពាក្យថា I will បងប្អូនណាប៉ុន្តែនៅក្នុង speech យើងប្រើ short form វា better than ឬក៏ more polite than long form ណាមានថាយើងប្រើជាលក្ខណៈគេហៅថាការនិយាយគឺទម្រង់ខ្លីវាប្រសើរជាងទម្រង់វែងអញ្ចឹងបងប្អូន how attractive she is how attractive she is មានថានេះ exclamation គឺយើងតម្លាក់សំឡេងណា intonation ណាបងប្អូនបាទអញ្ចឹងតើនាងយកចាំមែនតើនាងថានាងអីក៏គួរឲ្យតាក់ទាញម្លេះអញ្ចឹងណានាងគឺជាមនុស្សអ្វីដែលគួរឲ្យតាក់ទាញម្លេះបងប្អូនណា attractive នេះគឺមានថាគួរឲ្យតាក់ទាញបងប្អូនណាអូខេយើងស្លំទៅមុខបងប្អូនlet's go dash បងប្អូនណា let's go dash មានថាយើងទៅញ៉ាំអីតោះយើងទៅញ៉ាំអីប៉ុន្តែក្នុងន័យមួយមានថាទៅយើងញ៉ាំហើយចេញលុយរៀងខ្លួនបងប្អូនណា let's go dash ណាអូខេ let's go dash បន្តទៀត get away from here មានថាចេញពីទីនេះទៅខ្ញុំណាមានថាយើងចាក់ចេញពីទីនេះទៅ get away from here it's been nice talking with you មានថា it has been បងប្អូនណា it has been nice to talking with you បានថាវាជារឿងដែលល្អណាស់ដែលបានភាសាមួយនេះមែនណាមានថាគេកំពុងភាសាគ្នាដែលឈានទៅរកចំណុចវិជ្ជមានច្រើនណាចំណុចវិជ្ជមានច្រើនអញ្ចឹងគេនិយាយថា it's been nice talking with you មានថាវាជារឿងដែលល្អមែនតើខ្ញុំបាននឹងកំពុងតែភាសាជាមួយអ្នកណា I'm allergic to seafood មានថាខ្ញុំ allergy ជាមួយនឹងគ្រឿងសមុទ្រណាឬក៏អាហារសមុទ្រ yeah I'm allergic to seafood what a pity តើវាគួរអាណិតណាស់ណោះគួរអាណិតណា what a pity វាជារឿងមួយដែលគួរអាណិតណា what a pity I'm afraid you made a mistake មានថាខ្ញុំជឿថាមិនមែនខ្លាចណាខ្ញុំជឿថាអ្នកបានធ្វើឲ្យមានកំហុសបាត់ទៅហើយណាអាចជាការប្រឡងឬក៏អាចជាទៅធ្វើអ្វីមួយចឹងណា I'm afraid you made a mistake មានថាខ្ញុំជឿថាអ្នកឯងបានធ្វើឲ្យមានកំហុសបាត់ទៅហើយ I'll write as soon as I get there មានថាខ្ញុំនឹងទៅសេភ្លាមនៅពេលដែលខ្ញុំទៅដល់ទីនោះបាទ I'll write as soon as I get there មានថាខ្ញុំទៅដល់ទីនោះខ្ញុំនឹងសេភ្លាមបានថាគាត់អាចនៅលើឡានទៅគាត់ពូជាប់ដៃបើកឡានទៅអត់មានពេលវាយសារ message ឬក៏សេជា essay ឬក៏សេជាអត្ថបទឬក៏ report អីចឹងណាបាទអញ្ចឹងគាត់និយាយថា I'll write as soon as I get there ខ្ញុំទៅសេភ្លាមនៅពេលខ្ញុំទៅដល់ទីនោះណាអូខេ She is the apple of my eye មាននាងគឺជាផ្លែប៉ោមនៃភ្នែករបស់ខ្ញុំមិនស្ដាប់បានណាបងប្អូនណាមានថានាងគឺជាមនុស្សជាទីស្រឡាញ់ស្មើនឹងកែវភ្នែករបស់ខ្ញុំបងប្អូនណា She is the apple of my eye នាងគឺជាមនុស្សជាទីស្រឡាញ់ស្មើនឹងកែវភ្នែករបស់ខ្ញុំបងប្អូនណាអូខេ I remember it's until my dying day មានថាខ្ញុំនឹងចងចាំវាជារៀងរហូតលុះថ្ងៃអវសានជីវិតរបស់ខ្ញុំខ្ញុំនឹងចងចាំវាជារៀងរហូតលុះថ្ងៃមរណៈរបស់ខ្ញុំបងប្អូនណានៃខ្មែរយើងដកបានច្រើន I remember it's until my dying day
she is the very person whom I trust she is the very person whom I trust មានន័យថានេះគឺជាមនុស្សម្នាក់ដែលខ្ញុំទុកចិត្តបំផុតបងប្អូនណា whom I trust នេះគឺជាមនុស្សម្នាក់ដែលខ្ញុំទុកចិត្តបំផុតបងប្អូនណាអូខេខ្ញុំ review ឡើងវិញទេបងប្អូនអូខេអញ្ចឹងmy កន្លែង simple sentence for daily activity គឺសកម្មភាពជាប្រចាំថ្ងៃរបស់យើងអញ្ចឹងណាអញ្ចឹងយើងប្រើប្រាស់ប្រយោគខាងក្រោមនេះសម្រាប់ជាសកម្មភាពប្រចាំថ្ងៃរបស់យើងសាមញ្ញអញ្ចឹងណាបង Yeah my headache didn't wear off during last night បានថាជំងឺឈឺក្បាលរបស់ខ្ញុំហ្នឹងឬវាអត់ទាន់ធូរស្បើយទេតាំងពីយប់មិញមានតែវាឈឺរហូតអញ្ចឹងណា she threw up after she ate this cake មានថានាងក្អួតចង្អោរបន្ទាប់ពីញ៉ាំនំនេះអញ្ចឹងណា he took some time off to go to the doctor មានថាគាត់បានស្លៀកពេលទៅជួបលោកវេជ្ជបណ្ឌិត he's coming down with the cold មានថាគាត់ឆ្លងជំងឺផ្ដាសាយហើយវាកើតជំងឺផ្ដាសាយបណ្ដោយ I will go as soon as possible មានថាខ្ញុំនឹងទៅភ្លាមឬក៏ឆាប់នេះតាមដែលអាចធ្វើទៅបានបងប្អូនណា please speak slowly មានថានិយាយយឺតមក I remember it forever មានថាខ្ញុំនឹងចងចាំវាជារៀងរហូត how attractive she is មានថានាងគួរឲ្យតាក់ទាញម្ល៉េះណា let's go diet តោះយើងទៅញ៉ាំអីតែក្នុងន័យចេញលុយរៀងខ្លួនបងប្អូនណា get away from here មានថាចាក់ចេញពីទីនេះទៅ it's been nice to talking with you មានថាវាជារឿងដែលល្អដែលខ្ញុំបានកំពុងភាសាមួយនេះអញ្ចឹងណា I'm allergic to seafood ណាខ្ញុំallergic ស្បែកជាមួយនឹងគ្រឿងសមុទ្រអញ្ចឹងណាបងវត្តវិធីគួរអាណិតម្ល៉េះ I'm afraid you made a mistake មានថាខ្ញុំជឿថាអ្នកបានបង្កើតឲ្យមានកំហុសឬក៏ធ្វើឲ្យមានកំហុសណា I'll write as soon as I get there មានថាខ្ញុំទៅសេភ្លាមនៅពេលដែលខ្ញុំទៅដល់ទីនោះ she is the apple of my eye មាននាងគឺជាមនុស្សជាអីគេមនុស្សជាទីស្រឡាញ់ស្មារតីផ្នែករបស់ខ្ញុំមកណា I remember it until my dying day មកខ្ញុំនឹងចងចាំវាជារៀងរហូតលុះថ្ងៃអវសានជីវិតរបស់ខ្ញុំណា she is the very person whom I trust មាននាងគឺជាបុគ្គលឬក៏ជាមនុស្សម្នាក់ដែលខ្ញុំទុកចិត្តបំផុតបងណាអូខេពីមជ្ឈមណ្ឌលសេវាកម្មកុំព្យូទ័រមានការបង្ហាញជូនបងប្អូនប៉ុណ្ណឹងហើយនឹងខ្ញុំនឹងទៅសេនៅ simple sentence នេះបន្តទៀតដើម្បីបង្ហាញនៅវីដេអូក្រោយៗបងប្អូនណានឹងអរគុណច្រើនបងប្អូនអរគុណ